ជា direct fly ក្នុងពេលដែលឆាប់កំមុខនេះដើម្បីជាផលប្រយោជន៍ដល់និរន្តរភាពនៃទេសចរវប្បធម៌និងសាសនារបស់យើងទាំងអស់គ្នាសម្ដេចអាដាមលោកជំទាវជាកិត្តិយសជាតិអន្តរជាតិលោកស្រីជាទីមេត្រីខ្ញុំចាត់ទុកព្រឹត្តិការណ៍ដ៏អធិកអធមនេះជាព្រឹត្តិការណ៍ទេសចរចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៃសម័យសកលពិភពនីយកម្មដែលផ្សារភ្ជាប់ជាមួយវប្បធម៌សាសនានិងជំរុញផងដែរនៅទំនាក់ទំនងការទូតដែលមិនអាចកាត់ថ្លៃបានរវាងប្រទេសកម្ពុជាជាមួយប្រទេសជាមិត្តក្នុងតំបន់និងនៅលើសកលលោកឲ្យកាន់តែមានភាពរឹងមាំថែមទៀតមិនតែប៉ុណ្ណោះនេះជាមោទនភាពនិងកិត្យានុភាពមួយរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលបានរៀបចំនៅព្រឹត្តិការណ៍ដ៏អស្ចារ្យនិងជាប្រវត្តិសាស្ត្រនាថ្ងៃនេះកម្ពុជារំពឹងថាតាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះនឹងធ្វើឲ្យទេសចរពីតំបន់និងសកលលោកទាំងមូលស្គាល់កម្ពុជាកាន់តែច្បាស់និងមានចំណាប់អារម្មណ៍ក្នុងការមកទស្សនាតំបន់បេតិកភណ្ឌវប្បធម៌និងប្រវត្តិសាស្ត្ររបស់កម្ពុជាកាន់តែច្រើនពិសេសមកទស្សនាប្រាង្គអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកនិងជាទ្រព្យសម្បត្តិរបស់មនុស្សជាតិហើយតាមរយៈព្រឹត្តិការណ៍នេះយើងសង្ឃឹមថាតំបន់ទាំងមូលកាន់តែជិតស្និទ្ធនឹងកិច្ចសហប្រតិបត្តិការលើសាសនាវប្បធម៌និងទេសចរកាន់តែរឹងមាំថែមទៀតខ្ញុំសូមសម្ដែងនៅការកោតសរសើរចំពោះគណៈកម្មការរៀបចំលំអានអរិយធម៌និងទស្សនីយភាពឆ្នាំ2010ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកទី1នេះឡើងនៅព្រះរាជាណាចក្រកម្ពុជាធានាបានទាំងរូបភាពចាត់តាំងនិងខ្លឹមសារស្របតាមគោលបំណងនិងសំណូមពរខ្ញុំសង្ឃឹមថានៅថ្ងៃស្អែកនឹងមានការប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរនិងវប្បធម៌និងឈានដល់ការសម្រេចបាននៅផែនទីបង្ហាញផ្លូវសៀមរាបនៃលំអានអរិយធម៌វប្បធម៌សម្រាប់ឆ្នាំ2010ឆ្នាំ2015ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនៅសេចក្តីប្រកាសបូរូបូឌូហើយខ្ញុំសូមជូនពរឲ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាជាទីបញ្ចប់ខ្ញុំប្រកាសណាខ្ញុំសូមប្រគេននិងប្រសិទ្ធពរថ្វាយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈព្រះរាជាគណៈប្រធេរានុធិរៈគ្រប់ព្រះអង្គជូនសម្ដេចអាដាមលោកជំទាវលោកស្រីនិងគណៈប្រតិភូទាំងអស់សូមប្រកបតែនឹងសុខភាពល្អបរិបូរណ៍ទទួលបានជោគជ័យក្នុងភារកិច្ចនិងប្រកបដោយសេចក្តីសមរម្យរីករាយក្នុងការស្នាក់នៅលើទឹកដីកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈសូមប្រកាសបើកពិធីលំអានអរិយធម៌និងទស្សនីយភាពឆ្នាំ2010ចាប់ពីពេលនេះតទៅសូមអរគុណសូមអរគុណនេះគឺជាការអបអរសាទរនិងប្រោះព្រំប្រសិទ្ធពរជ័យពីព្រះពិរុណនៅក្នុងឱកាសនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំនៅពិធីលំអានអរិយធម៌លើកទី1បានសម្រាប់ព្រះរាជាណាចក្រកម្ពុជាហើយក៏ជាជោគជ័យផងដែរជាកិច្ចបន្តទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំបានសូមយាងនិមន្តនិងគោរពអញ្ជើញសម្ដេចព្រះធរានុធិរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវលោកស្រីពុទ្ធបរិស័ទភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់សូមយាងទតនឹងទេសនាពិធីដង្ហែក្បួនធម្មយាត្រាវិសាខបូជានិងទស្សនីយភាពសិល្បៈដែលនឹងបង្ហាញជូននៅពេលបន្តិចទៀតនេះបុណ្យវិសាខបូជាគឺជាបុណ្យដ៏ធំនិងជាសកលដែលអង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់ថាជាបុណ្យអន្តរជាតិសម្រាប់ពុទ្ធសាសនិកទូទាំងសកលលោកដែលសាសនិកគ្រប់រូបត្រូវរួមគ្នាប្រារព្ធពិធីបុណ្យរំលឹកដល់ទិវាជាមង្គលនេះ
ពិធីដង្ហែក្បួនធម្មយាត្រាថ្ងៃនេះក៏គឺជារូបភាពគោរពប្រតិបត្តិដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រចំពោះព្រះមហាករុណាธิคุณនៃព្រះពុទ្ធសាមណគោតមបរមគ្រូដែលព្រះអង្គជាទេសនាកុសលនិងជាបូជារហបុគ្គលដ៏ឧត្តមរបស់ពុទ្ធសាសនិកទូទាំងសកលលោក The pilgrimage procession taking place today shows a profound respect to Buddha's Siddhartha, an eloquent preacher, greatest sacrificed person to Buddha. Here is the parade of the Youth League accompanied with musical band and lighted activity, and it represents bravery, loyalty, goodness, honesty, impartiality, and virtue. The League helps in promoting children and youth potentialness and also developing nation under good leadership of Samdech Akir Maha Senapadai Techo Hun Sen, Prime Minister of Cambodia. ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈយុជាតិនិងអន្តរជាតិជាទីមេត្រីបន្ទាប់ពីផែនការយរិទ្ធផែនមហាជន24នាក់កំពុងបោះជំហានទៅមុខយ៉ាងរៀបរយស័ក្តិសមជាកុលបុត្រនៃពុទ្ធសាសនិកប្រកបដោយសម្លៀកបំពាក់ជាប្រពៃណីជាតិដោយទឹកមុខញញឹមស្រស់ស្រាយបង្កប់នូវសេចក្តីសប្បាយរីករាយដៃកាន់ទង់សាសនាទង់ជាតិនៃបណ្ដាប្រទេសចូលរួមងាកបែរមកគោរពគណៈអធិបតីក្នុងអរិយាប័ត្រសុភាពរៀបសារទុនភ្លុនតែមើងម៉ាត់ The group of 24 people who are moving forward in a well-organized manner deserve to be the believers of Buddha in good national traditional clothes and his friendly smile suggesting joyfulness, the religious and national flags in their hands. Turning their face to respect the presiding committee in a gentle and determined behavior. A representative of 6 signatory countries who signed the Indonesia Bordeaux Statement, ASEAN Plus One, as other countries in and non-ASEAN. An important religious leader in the world who are working together under the Buddhist flag of